ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកជួបគ្នាបន្តិចទាក់ទងមួយរឿងដែលកំពុងតែមានការផ្ទុះក៏ដូចជាមានការនិយាយតគ្នាក្នុងសង្គមបាទហ្នឹងហើយទាក់ទងជាមួយនឹងសច្ចាងបងបត់ហ្នឹងហើយក៏ប៉ុន្តែមិនចង់និយាយរឿងហ្នឹងទេសច្ចាងបងបត់ហ្នឹងគឺពិតជាមានមែនអត់ទេបាទមានមែនហើយគ្រាន់ថាពេលខ្លះយើងមិនអាចវិនិច្ឆ័យគុណធម៌របស់ពួកលោកតាមផ្នែករបស់យើងបានទេបាទហ្នឹងហើយប៉ុន្តែយើងអាចយកសតិសម្បញ្ញៈដូចជាការយល់ឃើញរបស់យើងហ្នឹងយកមកពិចារណាបានយើងត្រូវដឹងថាមិនបានជាគេចេញទៅសាងភ្នោះបាទទៅធ្វើសច្ចាំងបងបត់បាទគឺចង់ឆ្ងាយពីពួកគណៈកន្លែងហ្នឹងគឺសំដៅទៅលើភាពរញ៉េរញ៉ៃក្នុងសង្គមវាមានតាំងពីលោភៈទោសៈមោហៈហ្នឹងហើយគឺចង់ឲ្យឆ្ងាយទាំងអស់ហ្នឹងណាបើយើងនៅជួបមនុស្សលោភៈនៅតែមានបើយើងជួបមនុស្សយើងនៅតែមានទោសៈបាទបើយើងជួបមនុស្សយើងនៅតែមានមោហៈហ្នឹងហើយព្រោះថាសង្គមវាមានញ៉ៃអញ្ចឹងមកគេថាពួកកណ្ដាលគឺមាន3ហ្នឹងឯងបាទហើយបើយើងនិយាយសាមញ្ញទៅយើងអាចបែងចែកបានថាពួកគាត់គឺជាបុគ្គលមួយដែលឆ្ងាយអស់ហើយអញ្ចឹងមកគាត់ចូលព្រៃទៅតាំងសមាធិទៅធ្វើស្អីដែលគិតថាឆ្ងាយអំពីមនុស្សលោកទាំងអស់គឺប្រាថ្នាតែមួយគឺស្ដីសុខផ្លូវចិត្តរបស់គាត់ហើយមួយក៏យើងនិយាយទៅពេលខ្លះបានអភិញ្ញាបានឈានទៅទៀតទៅប៉ុន្តែបើយើងសង្កេតមើលរងថ្ងៃនេះប្រយ័ត្នប្រយែងមែនតើណាប្រយ័ត្នអីសីពាក់ស្បង់ចង់ស្រីនឹងប្រយ័ត្នព្រោះហ្នឹងក៏ជាបញ្ហាដែលយើងតែងតែនិយាយអស់គ្នាដែរវារឿងទាំងអស់នេះវាមិនមែនតែបង្កើតឡើងខ្ញុំជឿថាវាកើតឡើងយូរទៅហើយតាំងពីសម័យព្រះនោះបាទហ្នឹងហើយហើយឥឡូវហ្នឹងវានៅបន្តតែមានអញ្ចឹងព្រោះចិត្តរបស់យើងនេះវាប្រែប្រួលរហូតពេលខ្លះយើងមិនស្គាល់ខ្លួនឯងផងអញ្ចឹងបានពេលខ្លះចូលដល់ព្រៃហើយជួបទេវតាហ្នឹងថាយើងចង់បានដីសុកជួបឡើងប្រាថ្នាសម្បត្តិទេវតាដោយសារឃើញទេវតាមានសម្បត្តិទឹកចឹងណាអានេះរឿងពិតអត់រឿងលេងសើចទេអញ្ចឹងមានថាជាការពិតវាមានមែនអត់ទេប៉ុន្តែគ្រាន់តែយើងត្រូវយកសតិរបស់យើងមកពិចារណាថាតើសច្ចាបងបត់ហ្នឹងគាត់ប្រាថ្នាអីហើយគាត់មិនបានជាគាត់ប្រាប់យើងអញ្ចឹងបាទដូចថ្ងៃខ្ញុំទៅពិសាបូជាបាទព្រះអង្គគាត់និយាយរឿងតាក់ទងជាមួយរឿងប្រវត្តិមួយតាមួយអញ្ចឹងណាបាទខ្ញុំនិយាយសង្ខេបឲ្យខ្លីហ្មងប្រវត្តិហ្នឹងគេមានពាក្យ4ដែលគេចង់ប្រាប់មុនគេស្លាប់ពេលតានឹងចាប់បានដែលគេថាទី1ត្រូវចេះថែរក្សារបស់ដែលមានហ្នឹងហើយពាក្យទី1ណាពាក្យទី2គឺត្រូវចេះបើបាត់ហើយកុំស្ដាយហ្នឹងហើយទី3បាទហ្នឹងហើយហើយកុំឲ្យឆាប់ជឿគេពេកបាទកុំឲ្យលឺអីជឿនឹងពេកបាទហើយចុះតាណាចុះទី4និយាយប្រឡែងសិនហើយបើអញ្ចឹងឯងតឹងកនិយាយកើតទេគាត់ណាលោកតានឹងប្រឡែងហោះរុយទៅបាត់ដឹងហើយអញ្ចឹងហោះទៅឲ្យមកវិញនិយាយសួរតាហ្នឹងតាស្ដាយអត់តាស្ដាយវាចិត្តបានទៅមហោបហ្នឹងហើយមិនអញ្ចឹងហើយដល់ពេលចុះខ្ញុំពាក្យទី1ខ្ញុំនិយាយថាម៉េចកុំឲ្យរក្សាឲ្យចេះរក្សារបស់ដែលមានហើយបើបាត់ហើយកុំស្ដាយឃើញទេហ្នឹងហើយទៅតាឯងមិញប៊ីបានពេជ្រម្ដុំក្នុងពោះខ្ញុំតែឯងវះខ្ញុំទៅឃើញពេជ្រមួយប៉ុណ្ណាណៃប៉ុនកដៃហ្នឹងហើយតាហ្នឹងក៏គាត់ថាស្ដាយហើយអញ្ចឹងឯងវាហៅបើពោះដល់ពេលនិយាយចុះនិយាយឡើងថាសួរស្ដាយអត់ស្ដាយហ្នឹងហើយសត្វហ្នឹងនិយាយថាហ្នឹងហើយហាប្រាប់ឲ្យថាកុំឲ្យស្ដាយរបស់ដែលបាត់ហ្នឹងហើយភ្លេចមានមាសណាមានពេជ្រណាមកប៉ិនកដៃនៅក្នុងពោះខ្ញុំវាណាគ្មានទេបើពោះខ្ញុំបន្តិចទូចជាមួយហ្នឹងមិនមានពេជ្រហ្នឹងអញ្ចឹងហើយបានថាកុំឲ្យជឿឆាប់ជឿអ្វីដែលគេនិយាយហ្នឹងណាហ្នឹងហើយអញ្ចឹងពាក្យពេចន៍ទាំងអស់ហ្នឹងគឺខ្ញុំចង់និយាយថាយើងរក្សាភាពសុខរបស់យើងថែរក្សាភាពសុខរបស់យើងហើយត្រូវធៀមខ្លួនថាអ្វីនឹងប្រែប្រួលព្រោះការប្រែប្រួលហ្នឹងគឺវាមិនដែលស្ថិតទេអ្វីដែលមិនចេះប្រែប្រួលហ្នឹងគឺភាពប្រែប្រួលហ្នឹងឯងហើយកុំឆាប់ជឿពាក្យដែលគេនិយាយយកអ្វីដែលយើងគិតយើងពិចារណាយើងត្រូវពិចារណាហ្នឹងហើយអញ្ចឹងបានពេលខ្លះទោះបីស្គាល់គ្នាកម្រិតណាក៏ដោយក៏សម្រាប់ខ្ញុំគិតថាខ្ញុំអត់សូវជឿគេភ្លាមទេខ្ញុំស្ដាប់ខ្ញុំព្យាយាមស្ដាប់ហើយខ្ញុំគិតថាអ្វីដែលគេនិយាយហ្នឹងពិតឬមិនពិតគុំគេនិយាយយើងជឿគេភ្លាមព្រោះមនុស្សយើងម្នាក់យើងអត់ដឹងថាគេចូលចិត្តអីយើងយកចិត្តអីហើយសូម្បីតែពេលខ្លះយើងមិនដឹងថាគេចង់បានអីហើយសូម្បីខ្លួនឯងពេលខ្លះមិនដឹងស្គាល់ថាខ្លួនឯងចង់បានអីផងហ្នឹងហើយ